បងអូនធ្វើការនៅម្ដុំបឹងកេងកថ្ងៃឡើងអត់ដឹងថាបបួលគ្នាតែញ៉ាំអីទេអញចេញមកនេះបានម៉ែខ្ញុំអាសានាំក្រុមការងារតែញ៉ាំនៅភោជនីយដ្ឋានហ្នឹងនៅនេះការរៀបចំដោយភូមិខ្មែរតូចមួយចឹងម្ហូបខ្មែរសម្បូរបែបហើយសិតតែឆ្ងាញ់ពេលចូលទៅមាន welcome drink ជាទឹកត្នោតខ្មែរយើងទៀតញ៉ាំហើយតែជាដល់បេះដូងហ្មងបងអូនមើលណែម្ហូបខ្មែរតំណងហើយច្រើនមុខមែនតែតម្លៃសមរម្យទីស្ងាត់បាយសវិញបងអូនញ៉ាំម៉ាសេរីអត់ដែនកំណត់ហ្មងខ្ញុំហៅផ្អកត្រីជ្វាចំហុយនេះមកមើលលក់នៅនឹងរសជាតិដិតឆ្ងាញ់បន្លែវិញគ្រប់មុខថ្មីស្រស់ល្អមែនតែទៅម្ដងខ្ញុំដឹងតែហៅឆាឡុកឡាសាច់គោនេះហើយសាច់គោផុយល្អញ៉ាំមួយបាយសឆ្ងាញ់មែនតែហើយនេះជាសឡម្ជូរគ្រឿងខាប់ដែល chef recommend ឈ្ងុយគ្រឿងខ្មែរឈ្ងុយខ្ទិះឆ្ងាញ់របស់គេថ្ងៃនេះមកញ៉ាំគ្នារៀងច្រើនដែរហៅមឹកឆាម្រេចខ្ចីថែមមួយទៀតបន្ទាប់ពីញ៉ាំបាយហើយលាងមាត់ជាមួយបង្អែមបាយតំណាប់ស្វាយទុំនេះខែស្វាយបងអូនឲ្យគាត់ប្រើស្វាយធម្មជាតិដាំក្នុងស្រុកយើងហ្មងបងអូនអញ្ជើញមកគ្នា 4-5 នាក់អីចំណាយម្នាក់អស់ខ្ទង់3អីណោះចនីឋាននេះឈ្មោះថាផ្ទះបាយភូមិខ្មែរទីតាំងនៅផ្លូវ307បឹងកេងកង1នៅនេះបរិយាកាសស្ងប់ស្ងាត់មានផាសុកភាពអង្គុយញ៉ាំបាយចុងក្រុមការងារពិភាក្សាគ្នាលេងពីនេះពីនោះពេលចេញទៅវិញបងអូនអាចទិញនំចំណីឬក៏បង្អែមអីទៅញ៉ាំលេងនៅ office បានទៀតណាលយមែនតើបងអូនកុំភ្លេចបបួលក្រុមការងារមកញ៉ាំបាយថ្ងៃត្រង់នៅហ្នឹងណាជួយ follow page អូនម្នាក់មួយផងអរគុណច្រើន